ពីមុនរៀបចំផែនការចេះឥឡូវមើលដៃរបស់ខ្ញុំដៃរបស់ខ្ញុំនៅប៉ងស្មងកន្លើយជាសំណាងល្អដោយសារខ្ញុំពិនិត្យសុខភាពហើយពិនិត្យទៅដល់បេះដូងខ្ញុំនិយាយឲ្យចោះកុំឲ្យគេប៉ាន់ស្មានថាខ្ញុំចិត្តងាប់អីបើស្រែកឮប្រឡងនេះអាហ្នឹងគេហៅថាសម្រែកគេសរសៃសម្ដីសារកាមិនអញ្ចឹងអូយឲ្យខ្ញុំនិយាយតិចមិនកើតណាគេថាលោកខ្លួនតែឡើងនិយាយឡើងលឺចូលមកនិយាយលឺអើយអូនអើយបងអើយអញ្ចឹងហើយខ្សឹបចឹងខ្ញុំអត់ចេះធ្វើដូចទេសម្ដីខ្ញុំវាតែប៉ុណ្្នឹងខ្ញុំត្រូវពិនិត្យដើម្បីរកឲ្យឃើញតើជំងឺវាមានអីខ្លះអ្វីល្អទាំងអស់ប៉ុន្តែខ្ញុំទាមទារឲ្យគេពិនិត្យបេះដូងរបស់ខ្ញុំព្រោះខ្ញុំមានបងប្រុសម្នាក់ដែលទទួលមរណភាពនៅឆ្នាំ2022តកូលខ្ញុំគ្រួសារខ្ញុំមិនដែលមានអ្នកកាំបេះដូងទេអញ្ចឹងដោយហេតុនេះហើយទើបជាខ្ញុំមានតម្រូវការហើយគ្រូពេទ្យក៏ឯកភាពវាត្រូវការរុញតាមតសៃដៃរុញចូលមកដល់បេះដូងរបស់យើងក្នុងតសៃរបស់យើងតសៃខាងស្ដាំគឺមានតសៃធំដែលចិញ្ចឹមបេះដូងតសៃធំមួយបូកនឹងតសៃតូច3ជាខ្នែកគឺល្អទាំងអស់សម្រាប់តសៃខាងឆ្វេងចិញ្ចឹមបេះដូងតសៃធំល្អទាំងអស់តសៃតូចខ្នែក2ល្អហើយតសៃមួយទៀតគឺរួមនៅសល់1.4 មីលីម៉ែត្រអញ្ចឹងពេទ្យសម្រាប់ចិត្តភ្លាមថាមិនតាន់ដាក់រសរទេគឺត្រូវពង្រីកពីទំហំ 1.4 មីលីម៉ែត្រទៅជា 4.7 មីលីម៉ែត្រប្រសិនបើ 2-3 ឆ្នាំទៀតវារួមតូចមកវិញទៅយើងដាក់រសរដើម្បីការពារកុំឲ្យមានជំងឺបេះដូងកើតឡើងអញ្ចឹងសុខភាពរបស់ហ៊ុនសែននៅល្អណាស់កុំមើលឃើញថាហ៊ុនសែនបែបនេះជាហ៊ុនសែនទួនខ្សោយសូម្បីតែឥឡូវត្រូវបញ្ជាកងទ័ពឧទាហរណ៍ត្រូវបញ្ជាកងទ័ពឬត្រូវចូលប្រយុទ្ធហ៊ុនសែនកំដរបានខ្ញុំធ្លាប់បានប្រកាសហើយថាពេលនេះខ្ញុំធ្វើនាយករដ្ឋមន្ត្រីកាលប្រហែលឆ្នាំមុនពេលនេះខ្ញុំធ្វើនាយករដ្ឋមន្ត្រីតែថ្ងៃក្រោយខ្ញុំនឹងក្លាយទៅជាឪរបស់នាយករដ្ឋមន្ត្រីឥឡូវកំពុងតែឪនាយករដ្ឋមន្ត្រីហើយប្រសិនបើលក្ខណៈសម្បត្តិល្អថ្ងៃក្រោយអាចនឹងខ្ញុំក្លាយទៅជាជីតារបស់នាយករដ្ឋមន្ត្រីក៏អាចថាបានដែរវាសំខាន់លើប្រជាពលរដ្ឋជឿទុកចិត្តឬអត់តែប៉ុណ្ណឹងទេមានសមត្ថភាពធ្វើឬអត់និងប្រជាជនជឿទុកចិត្តឬអត់ព្រោះប្រទេសយើងជាប្រទេសបោះឆ្នោតមិនចាំបាច់ណែឯងមកបដៅហ៊ុនសែនទេប្រទេសរបស់ខ្ញុំចេះចាត់ចែងនេះសូមបញ្ជាក់ជូនឯងហើយសូមជូនសារទៅសម្រាប់អ្នកទាំងឡាយដែលបានឲ្យហ៊ុនសែនងាប់មិនងាយងាប់ទេអ្វីនេះរបួស5 ដងហើយគេលួចបាញ់មកនឹងប្រមាណដងមិនដែលអត់ងាប់ផងហើយងាប់អីលេងមែនងាប់អីលេងមែន